ba tổ chí tới chỉ đạp đi lì bom pro mình nè miên tụm lúa prao sầm lấy ba tổ chí tới sầm mai rôn tổ chí bỏ quất phía ban promo còn muốn để nơi cho mình rôn tổ chí từ ấp chuột cấp nâng cờ tổ chí anh đào lời đang tốt ca đạp lì quất miên làm phay khang nè cái lô miên bành hà thom đom được không rôn tổ chí bỏ quất nấp pe để quất một chục rupee chừng đạo ăn được scop châu tới khơi miên cờ mùn tổ chí này bên nhật không rôn tổ chí bận tua bây giờ ban prao opco đó tôi mà là bởi dương đã cho tam rôn tổ chíដោយមានការនាំផ្លូវពីម៉ាស៊ីន endoscope ទីបំផុតក៏ដាស់ជារបស់គាត់ក៏ស្លាស់មកវិញបងប្អូនណាខ្លះធ្លាប់មានអាការៈអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបញ្ឈប់ការត្បាតសម្អាតរន្ធត្រចៀកពីព្រោះវាអាចបង្កបញ្ហាច្រើនណាស់បងក៏តាមដានយូរហើយនឹងថាឲ្យតែឈឺមកជួបគ្រូលៀបតែហ្មងឥឡូវបានដូចចិត្តបងប្រុសគាត់មកពីស្អាងហើយកូនគាត់ឈឺនៅក្នុងរន្ធត្រចៀកខ្លាំងបន្ទាប់ពីផ្ដាសាយហៀសបោមួយសប្តាហ៍យើងឃើញក្តារត្រចៀករបស់កូនគាត់ហើមស្ទល់ប៉ោងតែម្ដងឡើងក្រហមច្រាលគាត់ថាមកយកមិញគេងឲ្យលក់ទេកូនយំរហូតគួរឲ្យអាណិតណាស់មិនមែនតែម្ខាងទេម្ខាងទៀតក៏មានអាការៈហើមរលាកចឹងដែរគ្រាន់តែថាខាងឆ្វេងវាហើមខ្លាំងខាងស្ដាំមិនទៅហើមប្រហែលទេអំណាចថាបងគាត់គាំទ្រចូលចិត្តតាមដានចឹងហើយចាប់ឆែកមើលមកផ្ទះត្មងទៅមើលឪពុកមើលម្ដាយមើលកូនតូចនោះមានកមូនទៅជាបាំងចិត្តទាំងសងខាងហើយកូនអាយុមិនទាន់មកខួបផងទៅតែប្រហែលខែញុកពេញនៅក្នុងរន្ធត្រចៀកអញ្ចឹងគូពេទ្យយកចេញឲ្យបើមិនចឹងទេស្ដាប់មិនបានទេហើយក្រៃលោម្ដាយរពឹសដៃយកមុតធ្លាក្តារជាអត់បានទេពេលខ្លះក្មេងឆ្កឹះខ្លួនឯងរមាស់ឆ្កឹះឆ្លងមេរោគហើមអាប់ខ្សែពេញក្នុងរន្ធត្រចៀកហើយកូនតូចនេះបានដូចចិត្តទៀតនៅស្ងៀមអត់អង្គើសម័យតែបន្តិចនិយាយពីចេះនោះចេះកូននេះភាគច្រើនក្មេងពិបាកណាស់គ្រាន់តែចលោចូលទៅក្នុងរន្ធត្រចៀកក៏មិនស្រួលដែរឥឡូវមើលម្ដាយឃើញស្អាតស្រឡះចេះហើយអរគុណគ្រួសារបងប្រុសបងស្រីណាស់ខំយកផ្លែមានសប្រាយគ្រូពេទ្យអានេះមានជាការដើមរបស់គាត់មានធម្មជាតិឆ្ងាញ់ណាស់បងប្អូនអញ្ចឹងបានព្រះពុទ្ធលោកបដៅថាគ្រប់យ៉ាងគឺជាផលនៃការសាបព្រោះដាំអីបាននឹងសាបព្រោះអំពើល្អបានផ្លែមានហូបអញ្ចឹងណាបងប្អូនម្ដាយក៏ថាកូនខ្លួនចេះតែឆ្កឹះតិចយកដៃឆ្កឹះតិចខ្លួនឯងតែពេលយើងមកមើលទៅឃើញមានអាប់ខ្សែនៅនឹងរន្ធត្រចៀកហើយចូលទៅខាងក្នុងតិចមានកមូនត្រចៀកនៅខាងក្នុងធ្វើឲ្យក្មេងក៏ទៅរមាស់ក៏ចេះចង់តែឆ្កឹះត្រចៀកហើយអាការៈបែបហ្នឹងធ្វើឲ្យក្មេងឈឺចាប់ខ្លាំងណាស់ក្តៅខ្លួនស្រាវរងាបងប្អូនមានកូនតូចអាសាមើលរន្ធត្រចៀកកូនបើសិនជាឃើញអីមិនស្រួលបញ្ញាប់យកមកពេទ្យដើម្បីដោះស្រាយកុំឲ្យក្មេងដោះស្រាយខ្លួនឯងគេថាក្មេងរពឹសក្មេងឆ្លាតប៉ុន្តែសពថ្ងៃនេះពេទ្យរវល់ដោយសារតែក្មេងរពឹសគាត់ចេះបង្កើតការងារឲ្យឪពុកម្ដាយឲ្យគ្រូពេទ្យធ្វើក្មេងប្រុសម្នាក់នេះបានយកក្រដាសមួយដាក់ចូលទៅក្នុងរន្ធត្រចៀករបស់គាត់ហើយមិនដឹងចូលតាំងពីកាលម្ដាយមើលរន្ធត្រចៀករបស់កូនក៏ឃើញមានដុំសនៅក្នុងរន្ធត្រចៀកម្ដាយភ័យណាស់មិនដឹងធ្វើយ៉ាងម៉េចពីព្រោះឃើញរន្ធត្រចៀកម្ខាងទៀតស្រឡះល្អគាត់មិនសហការជាមួយគ្រូពេទ្យទេអញ្ចឹងត្រូវការមនុស្ស 2-3 នាក់ដើម្បីទប់គាត់រើបំរាស់កត្រាក់ដៃកត្រាក់ជើងបើទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមគ្រូពេទ្យរបស់យើងបានយកវាចេញដោយសុវត្ថិភាពការងារអញ្ចឹងទៅការបទពិសោធន៍បើហ៊ានតែប្រហែសប្រកាសជាមានបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរមើលមុខគ្នាមិនចំហើយរឿងតិចនេះកុំចេះតែលេងឆ្កឹះផ្ដេសផ្ដាស់គ្រោះថ្នាក់ណាស់បើសិនជាមានបញ្ហាមិនស្រួលមកជួបគ្រូពេទ្យជំនាញមកមានបងប្អូនដែលលោកគាត់ប្រកែខាងធម្មវិន័យគាត់ថាពួកឯងមិនគេឲ្យពេទ្យស្រីទាញជាលោកដាច់អាបត្តិអូខ្ញុំសុំទោសដោយសារតែខ្ញុំមានតែបុគ្គលិកស្រីទេហើយខ្ញុំក៏បានសួរលោកដែរលោកថាមិនអីទេព្រោះចេតនាយើងចង់ឲ្យលោកជាទេបើសិនជាយើងមិនជាបាលលោកអានឹងបានពិបាកកុំឲ្យតែយើងទៅបៀតបៀនលោកមានចេតនាចង់បន្ទុះគេភេទលោកអូអានឹងបាបធ្ងន់ណាស់ហើយជាធម្មតានៅមន្ទីរពេទ្យអញ្ចឹងឯងស្លាកឆ្អឹងត្រីលូកអួតរត់តបើកមើលកំពង់កមិនបានករណីពិបាកណាស់ក៏ប៉ុន្តែនៅក្នុងគ្រូវាតែងតែមានលៀបមនុស្សយើងមិនដូចគ្នាទេអ្នកជំងឺខ្លះក៏មាន reflex គាត់ខ្លាំងអញ្ចឹងដល់ពេលដែលយើងដាក់ចូលទៅធ្វើឲ្យគាត់មានអារម្មណ៍ច្រាលរស់អួតពិបាកមែនទែនធ្វើឲ្យរបូតឆ្អឹងត្រីទៅវិញទៅខ្លួនឯងដំបងឈឺកំពង់កលេបទៅចាក់នឹងកំពង់កពិបាកមែនទែនស្រាប់តែដល់ពេលលូកកាមេរ៉ាទៅចង្អោររស់អួត2-3 ដងរបូតឆ្អឹងទៅបាត់ឥឡូវមើលឡើងវិញអត់ឃើញមានកំពង់កទទេស្អាត